ប្រសិនបើខ្ញុំអត់សម្រេចចិត្តបើកអាជីវកម្មកាហ្វេខ្ញុំប្រហែលជាអត់ហត់នឿយដោយរាល់ថ្ងៃនេះទេប្រសិនបើខ្ញុំសម្រេចចិត្តដើរលើវិធីដែលអ្នកផ្ទះខ្ញុំរៀបចំឲ្យប្រហែលជីវិតរបស់ខ្ញុំរាល់ថ្ងៃនេះប្រសើរឡើងជាងមុនក៏ថាបានប្រយោគទាំងពីរដែលខ្ញុំលើកឡើងនេះគឺពេលដែលខ្ញុំកំពុងតែជួបបញ្ហាពេលដែលខ្ញុំបើកអាជីវកម្មដំបូងឬក៏ពេលដែលខ្ញុំកំពុងជួបបញ្ហានៅពេលដែលអាជីវកម្មដំបូងរបស់ខ្ញុំបរាជ័យហើយនៅក្នុងខណៈពេលនោះដែរប្រសិនបើខ្ញុំអត់លើកអាជីវកម្មដែលខ្ញុំគិតថាស្រឡាញ់នោះមកធ្វើប្រហែលជាខ្ញុំអត់មានភាពស្ដាយក្រោយនៅក្នុងអំឡុងឆ្នាំ2019 2020នោះទេហើយរឿងដែលស្ដាយក្រោយនៅអំឡុងពេលនោះគឺខ្ញុំតែងតែគិតថាបើខ្ញុំខំចិត្តខ្ញុំព្យាយាមដើរតាមអ្នកផ្ទះឬក៏ធ្វើអ្វីតាមអ្នកផ្ទះរៀបចំប្រហែលខ្ញុំអត់មានភាពស្ដាយក្រោយដ៏ធំធេងបំផុតនៅអំឡុងឆ្នាំនោះពិតប្រាកដមែនតែរឿងទាំងអស់ទាំងប្រមាណដែលខ្ញុំលើកមកនិយាយមុនហ្នឹងគឺសិតតែរឿងដែលយើងកំពុងតែជួបបញ្ហាដែលយើងធ្វើអាជីវកម្មទេតែយើងត្រូវបកក្រោយត្រឡប់ទៅមើលពេលវេលាដែលយើងចាប់ផ្ដើមអាជីវកម្មវិញយើងក៏បានគិតគូរដែរថាអាជីវកម្មដែលយើងលើកឡើងមកនេះតើវាមានផលប្រយោជន៍អីខ្លះក្តីស្រឡាញ់អីខ្លះសម្រាប់យើងហើយពេលនោះយើងក៏បានគិតដែរថាអាជីវកម្មដែលយើងជ្រើសរើសយកវាមកធ្វើនេះវាពិតជាប្រសើរនៅក្នុងការដែលធ្វើឲ្យជីវិតយើងបន្តដំណើរទៅមុខបានប្រសើរឡើងយ៉ាងហើយបើអ្នកទាំងអស់គ្នានៅតែជ្រើសរើសអាជីវកម្មនេះមកធ្វើទាំងដែលអត់ដឹងថានៅខាងមុខអាជីវកម្មរបស់អ្នកទាំងអស់គ្នាកំពុងតែជួបបញ្ហាអ្វីរឿងទាំងអស់នេះធ្វើឲ្យអ្នកទាំងអស់គ្នានៅតែធ្វើវាឡើងទាំងដែលអត់ដឹងថាលទ្ធផលខាងមុខទៅជាយ៉ាងណាប៉ុន្តែឥឡូវនេះយើងកំពុងតែនៅបច្ចុប្បន្នកាលយើងកុំដាក់សម្ពាធឲ្យខ្លួនឯងពេកកុំបន្តខ្លួនឯងពេកទោះអ្នកទាំងអស់គ្នាដឹងហើយថាអាជីវកម្មដែលអ្នកទាំងអស់គ្នាធ្វើហ្នឹងបានលទ្ធផលមិនសមបំណងដោយដែលអ្នកទាំងអស់គ្នាពងក៏ដោយបើអ្នកទាំងអស់គ្នាហត់អ្នកទាំងអស់គ្នាសម្រាប់សិនហើយខ្ញុំគិតថាអ្នកទាំងអស់គ្នានឹងត្រឡប់មកវិញនៅពេលដែលអ្នកទាំងអស់គ្នារកខ្លួនឯងឃើញម្ដងទៀតនៃអាជីវកម្មដែលខ្លួនឯងស្រឡាញ់